បំណុលរបស់សហរដ្ឋអាមេរិកបានឆ្លងកាត់40 trillion ដុល្លារតើវាមានន័យយ៉ាងដូចម្តេចសម្រាប់ទីផ្សារព័ត៌មានសេដ្ឋកិច្ចដ៏សំខាន់មួយនៅពេលនេះគឺបំណុលជាតិរបស់សហរដ្ឋអាមេរិកបានឆ្លងកាត់កម្រិត40 trillion ដុល្លារជាលើកដំបូងនៅក្នុងប្រវត្តិសាស្ត្រយោងទៅតាមទិន្នន័យរបស់ក្រសួងរដ្ឋាភិបាលអាមេរិកបំណុលសរុបបានកើនឡើងដល់ប្រហែល 40.047 trillion ដុល្លារបើប្រៀបធៀបនឹងឆ្នាំ2017ដែលមានប្រហែល 19.95 trillion ដុល្លារតែប៉ុណ្ណោះនោះមានន័យថាបំណុលអាមេរិកបានកើនឡើងជាទ្វេដងក្នុងរយៈពេលតិចជាង10ឆ្នាំនេះបើយោងតាមគេហទំព័រ investing.com បានចេញផ្សាយមូលហេតុសំខាន់គឺការចំណាយរដ្ឋាភិបាលខ្ពស់ការខ្ចីប្រាក់ក្នុងអំឡុងវិបត្តិ COVID-19 ការចំណាយលើកម្មវិធីសង្គមនិងការកើនឡើងនៃការប្រាក់លើបំណុលសម្រាប់ទីផ្សារហិរញ្ញវត្ថុនេះគឺជាចំណុចមួយដែលអ្នកវិនិយោគគួរតាមដានប្រសិនបើបំណុលបន្តកើនឡើងហើយរដ្ឋាភិបាលត្រូវខ្ចីប្រាក់កាន់តែច្រើននោះអត្រាការប្រាក់លើបានរដ្ឋាភិបាលអាចរងសម្ពាធកើនឡើងហើយវាអាចប៉ះពាល់ដល់តម្លៃមូលបត្រប្រាក់ដុល្លារនិងស្ថានភាពសេដ្ឋកិច្ចទាំងមូលជាកត្តារួមផ្សំការវិនិយោគមិញនេះក្រសួងរដ្ឋាភិបាលជាតិអាមេរិកបានប្រកាសបន្តនិងពង្រីកប្រតិបត្តិការទិញបំណុលរយៈពេល10ឆ្នាំនិង30ឆ្នាំផងដែរដែលបញ្ហាមួយនេះរឹតតែរួមចំណែកធ្វើឲ្យប្រាក់បំណុលកើនឡើងលោកសេធីរុំអ្នកជំនាញជួញដូរហាងឆេងមាសនិងរូបិយប័ណ្ណអន្តរជាតិបានបង្ហាញថាសម្រាប់មាសបន្ទាប់ពីការទិញរបស់ធនាគារកណ្ដាលបញ្ហាបំណុលរដ្ឋាភិបាលអាមេរិកនេះក៏អាចក្លាយជាកត្តាគាំទ្ររយៈពេលវែងដែលធ្វើឲ្យអ្នកវិនិយោគកាន់តែមានការព្រួយបារម្ភអំពីអតិផរណាបំណុលនិងស្ថិរភាពហិរញ្ញវត្ថុរបស់សហរដ្ឋអាមេរិកក្នុងស្ថានភាពវិបត្តិសង្គ្រាមមិនទាន់បានបញ្ចប់និងសេដ្ឋកិច្ចអាមេរិកនៅអន់ថយជាងមុននោះ